ចាសូមជម្រាបសួរបងប្អូនអានេះខ្ញុំមកបន្តវីដេអូពីវគ្គមុនតែថាតើយើងចង់ទៅគេងសថាគារទៅញ៉ាំហើយនៅកោះបាលីហ្នឹងយើងធ្វើដំណើរដោយមធ្យោបាយណាចាគឺថ្ងៃនេះយើងមកបន្តវគ្គហ្នឹងទាំងអស់គ្នាគឺទី1បងប្អូនគ្នាដឹងថាតើពួកយើងនៅតោះទេខ្លះចាទី1គឺខ្ញុំសូមនិយាយទូសិនគឺនៅណោះនៅឥណ្ឌូនេស៊ីគេនិយាយពីភាសាទី1គឺឥណ្ឌូនេស៊ីហើយភាសាឥណ្ឌូនេស៊ីគឺពិតទៅភាសាឥណ្ឌូនេស៊ីវាជាតែខ្ញុំដឹងភាសាជ្រាវបាយការគេថាភាសាឥណ្ឌូនេស៊ីគេមានដល់រហូតដល់700ទៅ800ភាសាបាទមានច្រើនមែនតើហើយក៏ថានៅតាមតំបន់តែកោះមួយទៅកោះមួយហ្នឹងគឺភាសាគឺអត់ដូចគ្នាទៀតបើយើងនៅកោះ A មានអ្នកនៅកោះ B និយាយក៏អត់ដូចគ្នាដែរសាប់ញាត់យល់ទេចាប៉ុន្តែគេមានឥណ្ឌូនេស៊ីហ្នឹងគេមានភាសាមួយហ្នឹងដែលអាចឥណ្ឌូនេស៊ីផ្សេងក៏ស្ដាប់ភាសានឹងបានដែរភាសារួមគេឥណ្ឌូនេស៊ីនឹងហ្មងចាប៉ុន្តែក៏មានអ្នកមួយចំនួនទៀតគេចេះភាសាអង់គ្លេសផងដែរយើងអាចនិយាយបានមួយពួកគេបានអញ្ចឹងណាហ្នឹងហើយជារួមអ្នកដែលធ្វើការតាក់ទងនៅវិស័យទេសចរពួកគាត់ចេះនិយាយភាសាអង់គ្លេសដូចជាពួកអ្នកបើកឡានពូគាត់បើកឡានអញ្ចឹងណាជួនៅ airport គាត់អាចនិយាយភាសាអង់គ្លេសតាក់ទងមួយពួកយើងបានចាហើយនៅមួយទៀតទីក្រុងឥណ្ឌូនេស៊ីគឺមានទីក្រុងធំមួយប្រទេសចាសំទោសប្រទេសឥណ្ឌូនេស៊ីមានទីក្រុងធំមួយគឺទីក្រុងចាកាតាចាប៉ុន្តែពួកខ្ញុំទៅតារាលេងគឺរើសទៅកោះបាលីហើយអ្នកអត់ដឹងហើយកោះបាលីគឺល្បីមែនតើមិនថាផ្ទុះមែនតើចាមិនថាផ្ទុះមកដល់ពួកយើងទេផ្ទុះទៅគ្រប់ប្រទេសណាក៏ចង់ទៅលេងដែរថាកោះសាងស្នេហ៍កោះរ៉ូមែនទិកគេទៅហាន់នីមូននៅនឹងច្រើនមែនតើអ្នកថ្មីឆ្លងទៅការដូចពួកខ្ញុំហ្នឹងអាចទៅបែរតែកំចាការកន្លះឆ្នាំហើយបានទៅហាន់នីមូនប្តីរវល់នៅចិនចាបន្ទាប់មកទី2ខ្ញុំចូលរូបិយប័ណ្ណនៅឥណ្ឌូនេស៊ីគេចាយលុយអីគេរូបិយប័ណ្ណគេហៅថារូបិយប័ណ្ណរូពីចារូពីអញ្ចឹង$1ស្មើនឹង16,500រូពីចឹងដល់គ្នាបូកដកគុណចែកតាមហ្នឹងទៅហើយហាងឆេវាអាចចោះតិចតួចទៅតាមនេះចឹងណាចាខ្ញុំភ្លេចប្រាប់មួយបើសិនជាអ្នកគ្នាដូរលុយឥណ្ឌូនេស៊ីខ្ញុំរីកមិនឲ្យអ្នកគ្នាទៅដូរនៅអីគេលីហួរបាទលីហួរវាបានរ៉េតល្អរៀងខ្ពស់ជាងគេបន្តិចហ្នឹងហើយខ្ពស់ជាងគេបន្តិចតែមិនខ្ពស់ណាហ្មងណានៅខ្មែរយើងអញ្ចឹងហើយនឹងមួយទៀតខ្ញុំរីកមិនឲ្យអ្នកគ្នាដូរលុយសុទ្ធឲ្យបានច្រើនព្រោះនៅឥណ្ឌូនេស៊ីវាអត់សូវដូចនៅហ្វីលីពីនទេតំបន់ដែលមានទូ ATM ហ្នឹងវាមានតិច Visa Card Master Card ដកបានទៅនៅទីក្រុងឯងបើនៅកោះហ្នឹងវានៅរៀងជីជនបទណាពិបាកដូរចឹងអ្នកគ្នាគួរតែដូរលុយបានទីសាគឺដូរលុយឲ្យបានច្រើនកុំឲ្យមានបញ្ហាដូចពួកខ្ញុំជាបបពិសោធន៍ដោយសារតែយើងគិតថាយើងចាយគ្រប់គ្រាន់ប៉ុន្តែចាក់ស្ដីវាយើងត្រូវការចាយលុយច្រើនបាទសូម្បីតែទៅបន្ទប់ទឹកក៏ត្រូវចំណាយលុយពីមួយកន្លែងទៅកន្លែងគឺចំណាយលុយតែម្ដងហើយយើងត្រូវទិញសម្បត្តិចូលអីផ្សេងទៀតគឺអស់លុយច្រើនមែនតើចាហើយបន្តមកគឺអ្នកទាំងអស់គ្នាប្រកាសជាគិតថាខ្ញុំត្រូវហោះពីពេញយើងទៅដល់ចាកាតាហោះពីចាកាតាទៅកោះបាលីវិញឆ្ងាយទៀតអត់ទេនៅទីក្រុងបាលីគេហ្មងគឺគេមានinternational airport គេមួយធំជាងគេឈ្មោះថា Denpasar International Airport ចាចឹងអ្នកគ្នាឆែកមើល direct flight ហ្មងពីនេះទៅដល់ Denpasar ទីក្រុងបាលីហ្នឹងហ្មងទៅបន្តប៉ុន្តែដូចជាអត់មាន direct flight ទេតាមពួកខ្ញុំឆែកពីចាញ់គេមាន transit ហ្នឹងហើយពីចាញ់ transit នៅពីប្រទេសគេទី1ម៉ាឡេទី2សិង្ហបុរីចាភាគច្រើនគឺចូលយន្តហោះហើយគេដូរនៅតាមហ្នឹងបាទហើយជាដូចខ្លីដែរតែ4-5ម៉ោងឯដល់ទេណាបាទនិយាយខ្ទង់លបាក់3ម៉ោងចិត្ត4ម៉ោងចាគេដូរជើងអីម៉ោង2ម៉ោងទៀតទៅគឺទៅដល់ហើយចាអញ្ចឹងអ្នកនរគ្នាអាចកក់ booking តាមដែរ trip.com ក៏បាន Agoda ក៏បានដែរចាប៉ុន្តែដូចជាគីឡូអត់បាន30គីឡូដូចមុនទេបានត្រឹមតែ10គីឡូជា20គីឡូជាឬក៏ជួកាយើងអាចទិញគីឡូថែមទៀតក៏បានដែរតាមជើងហោះហើរវា Seller Airline ដែលយើងធ្វើការ booking បាទអូខ្ញុំនិយាយមួយទៀតហើយវិទ្យុបាយធ្វើដំណើរគឺបើសិនជាអ្នកនរគ្នាចោះពីពលាហ្នឹងហ្មងអ្នកនរគ្នាឃើញគេកាន់អាប៉ាយអីគេខ្ញុំដាក់រូបឲ្យចាធួរហ្នឹងអញ្ចឹងខ្ញុំរីកមែនអ្នកទាំងអស់គ្នាយកធួរគេទៅព្រោះនៅកោះបាលីអ្នកទាំងអស់គ្នាប្រហែលជាគិតថាពីមួយកន្លែងទៅមួយកន្លែងវាចិត្តគ្នាតែឆ្ងាយមែនតើគឺជុំវិញកោះហ្នឹងហ្មងអញ្ចឹងជិះពីមួយកន្លែងទៅមួយកន្លែងប្រើរយៈពេលយ៉ាងតិចក៏តិចបំផុតក៏1ម៉ោងដែរពីមួយកន្លែងទៅមួយកន្លែងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអត់អាចធ្វើដំណើរខ្លួនឯងបានព្រោះនៅហ្នឹងជួលម៉ូតូអត់បានទេគេអត់ឲ្យជួលម៉ូតូហើយអត់មាន Grab អត់មានឡាន Grab ណានេះដូចយើងហៅនៅភ្នំពេញអីឬក៏នៅតាមទីក្រុងអត់មានទេអញ្ចឹងអ្នកទាំងអស់គ្នាជួលឡានគេបាក់ចឹងអស់គ្នាជួលធួរគេទៅគេមានគិតជាថ្ងៃហ្មងចំពោះពួកខ្ញុំហ្មងជួលធួរមួយថ្ងៃ12ម៉ោងគឺគេគិត$1,20,000រូពីវាស្មើនឹង$74បាទលបាក់ខ្ទង់70អូនទៅចា$74ហើយដល់ពេលពួកខ្ញុំតថ្លៃអីផងហ្នឹងទៅអញ្ចឹងមួយថ្ងៃហ្នឹងគេ discount ដល់សល់តែ$1,000,000ទេ$1,000,000អញ្ចឹងវាអស់$61 ធូរថ្លៃទេអត់ថ្លៃទេ
ចាអញ្ចឹង VIP ហើយមួយឡានហ្នឹងគឺប៉ុណ្ណឹងយើងជិះបានពី2នាក់ទៅ4នាក់ 4នាក់ ចាហើយ1លាន61អ្នកគ្នាគាត់មើលបើសិនជា$61ពួកខ្ញុំទៅ2នាក់អស់ម្នាក់$20ទៀត បាទល្បាក់ថាក្នុង40រៀល ចា30រៀលហើយអ្នកគ្នាគាត់មើលបើអ្នកគ្នាទៅ4នាក់មើលអស់ប្រហែលទៅ10រៀលជាងហ្នឹងមួយថ្ងៃ sale លើបានចេះ share ទៅអស់ទៅ តែបានច្រើនហើយសំខាន់គឺយើងជួធួហ្នឹងគឺគាត់ហ្នឹងម្នាក់ហើយឡានមួយអញ្ចឹងគាត់ធ្វើជាកាយឲ្យយើងផងគាត់ធ្វើជាអ្នកបើកឡានផងហើយគិតទាំងថ្លៃឡានគិតទាំងកាយគិតម្នាក់បើកឡានគិតទាំងសាំងទៅមួយថ្ងៃវោះងាយហ្នឹងហ្មងគឺគេគិតលុយតែប៉ុណ្្នឹងទេហើយជូនយើងពីមកដល់ពលានហើយដល់ពលានវិញមក តែអាស្រ័យលើការចរចាបាទគ្រាន់ថាខ្ញុំមានអារម្មណ៍ថាអ្នកនៅនោះគេ helpful ពេលថាយកចិត្តទុកដាក់ទៅលើ beauty show បាទ ចាអញ្ចឹងអ្នកនរគ្នាadd នៅនោះគេប្រើ WhatsApp អញ្ចឹងអ្នកនរគ្នាអាច add WhatsApp អ្នកនរគ្នាជាមួយគេទៅហើយអ្នកគ្នាចរចាទៅគេនឹងបញ្យល់យើងពីស្ថានភាពឬក៏ពលាយន្តហោះ សម្រាប់បទពិសោធន៍ខ្ញុំមួយភរិយាខ្ញុំគឺខ្ញុំបានជួបតកងឡានមួយដែលគាត់យកចិត្តទុកដាក់មែនតើខ្ញុំដាក់រូបនៅនេះហើយដាក់ contact របស់គាត់អ្នកនរគ្នាអាចតាក់ទងគាត់តែខ្លួនឯងប៉ុន្តែសម្រាប់បទពិសោធន៍របស់យើងគឺល្អមែនតើជាមួយពួកគាត់ គាត់ friendly ហើយគាត់ភាសាអង់គ្លេសគឺគាត់ល្អណាស់អ្នកគ្នាអាចតាក់ទងជាមួយពួកខ្ញុំបានទាំងគ្នាចា ហ្នឹងហើយអញ្ចឹង ចាំតិចអ្នកគ្នាអស់ថ្មខ្ញុំសុំលោកតិច ចាហើយអ្នកទាំងអស់គ្នាអាចតាក់ទងគាត់តាម WeChat តាមអីចឹងព្រោះអ្នកទាំងអស់គ្នាចង់មានអំណងទៅបាលីដូចគ្នាអ្នកគ្នាអាចតាក់ទងតាមគាត់តាម WhatsApp ចា WhatsApp តាក់ទងគាត់ភាសាអង់គ្លេសគាត់ល្អហើយរស់រាយមែនតើតែអ្នកទាំងអស់គ្នាក៏អាចយកអ្នកផ្សេងបានដែរព្រោះនៅក្រុមពលាហ្នឹងគេមានច្រើនធួហើយអ្នកទាំងអស់គ្នាតម្លៃចរចាអ្នកគ្នាចរចាទៅហើយពួកខ្ញុំគិតថាតម្លៃប៉ុណ្ណឹងពួកខ្ញុំគួរសមអាចទទួលយកបានពួកខ្ញុំក៏យកទៅចាហើយនឹងជាបន្តនេះយើងនិយាយអំពីសន្តាគារ hotel បាទស្ថានភាពពួកខ្ញុំគឺយកស្រាប់ដាក់ចិត្តទេបងប្អូន ពួកខ្ញុំតាក់នៅពីកន្លែងទី1ឧបុតទី2សឹមញាអញ្ចឹងឧបុតហ្នឹងវាជាទីកន្លែងដែលរៀងជាបន្តិច ប្រៃឈើ ចា ដូចនៅតូចគ្រីចឹងបងប្អូន ហើយកន្លែងស្ថានភាពអូនចាំបានថាស្ថានភាពដែលយើងគេទី1ហ្នឹងណាមានស្វាទៀតព្រឹកឡើងដូចក៏មានស្វាម្លេះទៀតវានៅចិត្តតំបន់ Monkey Forest ចាហើយគេមានស្វាមកប៉ុន្តែស្ថានភាពហ្នឹងអត់បានប៉ុន្មានទេនេះខ្ញុំកក់តាម Grab trip.com ចា trip.com នឹងដាក់លើនេះ$15មួយយប់ 15រៀល Oh my god so not expensive so cheap ចាមានអតម្លៃថោកជាងនឹងទៀតហើយក៏មានអតម្លៃដែលថ្លៃជាងនឹងទៀតដែរ សំខាន់ណាស់15រៀល include breakfast បងប្អូនអ្នកសាច់ មានអាហារទឹកទៀត ទឹកទៀត swimming pool ពួកយើងបាន enjoy មែនតើកន្លែងហ្នឹង ចាហើយកន្លែងហ្នឹងចិត្ត forest តែបើយើងទៅមួយទៀតសឹមញាក់រៀងថ្លៃទេដោយសារតែវានៅទីក្រុងចិត្តយន្តហោះខ្ញុំហ្មងសឹមញាក់ហ្នឹងដូចជា$21ខ្ញុំដាក់នៅនេះតែវាមាន swimming pool ដែរតែយើងហៅអត់កើតវាអត់សូវ private ដូចតែទី1ហ្នឹងហើយអត់មាន include breakfast ទេហើយតែគេមានចរាយន្តមានអីដូចផ្កាយ1ផ្កាយ2គេដែរអញ្ចឹងណាតែយើងគិតថាប៉ុណ្ណឹងអូខេយើងក៏នេះទៅអូខេតែក៏មានតំបន់អីផ្សេងៗដល់គ្នាដែរហើយមានតម្លៃថោកថ្លៃអ្នកគ្នាអាច check មើលតាមក្នុង app ទាំងអស់គ្នាអញ្ចឹងណាហើយចុងក្រោយគេគឺអាហារគឺពួកខ្ញុំអាចចែកជា3ទី1គឺ local food មានអីគេទៅចិត្តអីគេជាងគេ local food ចូលចិត្តញ៉ាំបែបលក្ខណៈនៅផ្សារតាមផ្សារតំបន់របស់គេបងប្អូនឆ្ងាញ់មានផ្លូវមាន់មានអីយ៉ាងណាមានកាទៀវរបស់គេបែបវាអាស៊ាន food ដែរគ្រាន់តែម្ហូបរបស់គេគឺបែបជនជាតិដូចតាមភូមិខ្ញុំចូលចិត្តបែបហ្នឹងចឹងហើយមានមួយទៀតគឺ halal food គឺជាប្រភេទអាហារមួយសម្រាប់ជនជាតិមូស្លីមបាទអ្នកកាន់សាសនាអ៊ីស្លាមគឺគេចូលចិត្តញ៉ាំអាហារ halal food តែពួកយើងគឺមិនមែនជាជនជាតិមូស្លីមទេគឺគាត់តែក្លិនរសជាតិគឺខ្ញុំហូបអត់កើតទេតែម្ហូបនៅនឹងធូរថ្លៃឯងខ្ទង់ចន្លោះ$23,000 ទៅ$35,000 ប្រហែលជា1រៀលកន្លះទៅ2រៀលកន្លះឯងថ្លៃទូថ្លៃតាមភូមិអញ្ចឹងហើយម្ហូបទី2គឺ restaurant តាមហាងគេមានបាយម្ហូបស្លឆាយអញ្ចឹងតម្លៃគេក៏ធូរថ្លៃដែរពីប្រហែល$7,000 ទៅ$10,000ខ្ទង់5,000ទៅ10,000បាទជារួមប្រហែលជា6រៀលទៅ10រៀលឯហ្នឹងឯងចាហើយនឹងចុងក្រោយមិនសិនជាអ្នកគ្នានៅតំបន់ក្រុងជាពលាយន្តហោះគេមានឯ Grab order តាម Grab ទៅជាគេថ្ងៃមុនដូរដល់គេឆ្ងាញ់ហ៎ខ្ញុំប្រពន្ធខ្ញុំគាត់ចូលចិត្ត pizza ហើយខ្ញុំពីខាងបាយឆាមីឆាចាតម្លៃគេខ្ទង់$10,000លើបន្តិចហើយនឹងក្រុមជានឹងបន្តិចអីចឹងប្រហែលជា6រៀលទៅ8រៀល5រៀលទៅ5រៀលបងប្អូនហើយយើងហូបបានអីចឹងអូហើយតើមកយប់ហ្នឹងយើងដើរជួបពេលគេហ្វឺដើរជួបហាងវៀតណាមមួយពួកយើងក៏សម្រេចទៅតែសារតែប្រពន្ធឃើញប្តីចង់ញ៉ាំហ្វឺយ៉ាងទៅក៏ជួយទៅញ៉ាំទៅបាទហើយតើមកហ្វឺកាលហ្នឹងមួយចានហ្នឹងហ្មងនេះដូចជា$10,000លុយខ្មែរដែរចា
ต้องbay gì không bọn không ចា bay ក្នុង3រៀលហើយនឹងចង់ប្រាប់មួយទៀតថានៅសើមមិននៅកោះបាលីហ្នឹងហ្មងពីមួយឆ្នាំទៅមួយឆ្នាំគឺភ្លៀងរាល់ថ្ងៃគឺ rain season មានន័យថាបើអ្នកនរគ្នាចាំទៅថ្ងៃភ្លៀងខ្លាំង ធៀបឲ្យភ្លៀង ខ្លាំង ធៀបឆាតធៀបអីឲ្យបងប្អូន ហើយបើសិនជាថ្ងៃអ្នកនរគ្នាភ្លៀងតិចគឺភ្លៀងមួយរាវចឹងយើងថតរូបចឹងទៅស្ងាត់បន្តិចទៅរាវទៅយើងឆាំតរាំងមិនយើងទៅថតរូបបានប៉ុន្តែបើសូថាថ្ងៃណាអត់ភ្លៀងសោះដូចអត់មានទេគឺវានៅចិត្តព្រៃភ្នំសមុទ្រអីចឹងគឺវាភ្លៀងរាល់ថ្ងៃហ្មង បាទ តែវាចេះសំដៅដែរពេលពួកខ្ញុំទៅហ្នឹងវាភ្លៀងនៅតិចតិចមានកម្រិតណាជួនកាលភ្លៀងអាលឹមតិចតិចជួនកាលទៅពេលវាភ្លៀងទៅយើងរត់ទុកសិនហើយចាំពេលអស់ភ្លៀងចាំយើងមកវិញ បាទ តែជាចុងក្រោយខ្ញុំនៅតែចង់ recommend អ្នកគ្នាទៅតាមណា តាមតួទៅបងប្អូនអើយកំរោតដាក់ខ្ញុំហើយ ពួកខ្ញុំអី បាទ កក់យន្តហោះបោះអីមកវិញអូ បាទ ពិបាកហ្នឹងណាតែវាក៏ជាបទពិសោធន៍មួយរបស់ពួកខ្ញុំដែរយើងសាងអនុស្សាវរីយ៍ជាមួយគ្នាណា បាទបាទធំត្រូវបងប្អូនដែរ តែបើអ្នកទាំងអស់គ្នានៅតែចង់ទៅរោបប្រាក់លេខពួកខ្ញុំក៏បានដែរអូខេហើយបើមានចម្ងល់អីកុំភ្លេចតម្លាក់ comment អីនៅខាងក្រោមបាន តម្លាក់សំណួរ ស្វែងទាំងអស់ តម្លាក់សំណួរនៅក្នុងវីដេអូហ្នឹងគឺតាម comment អាចសួរបានតាម comment ចាលើកក្រោយខ្ញុំនឹងនាំអ្នកនរគ្នាទៅកាន់ប្រទេសផ្សេងទៀតចា អញ្ចឹងវីដេអូយើងវាប៉ុណ្្នឹងទេបងប្អូនបាយ